ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនឹងប្រាប់ពីរបៀបធ្វើជ្រក់ជើងមាន់ចំពោះជើងមាន់ថ្ងៃហ្នឹងខ្ញុំធ្វើចំនួនកន្លះគីឡូដែលយើងលាង 4-5 ទឹកដើម្បីឲ្យវាបាត់ក្លិនជាបន្ទាប់ខ្ញុំធ្វើការកាត់កញ្ចក់វាចោលហើយនឹងកាត់វាជាដុំតូចៗចំពោះជើងមាន់ដែលធំខ្ញុំកាត់វាជា4កង់និងជើងមាន់តូចខ្ញុំកាត់វាជា3កង់ហើយយើងធ្វើការដាំទឹកដើម្បីនឹងស្ងោរជើងមាន់របស់យើងផងដែរបន្ទាប់មកយើងលាងគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងខ្ញីនិងម្ទេសហើយយើងហាន់វាជាកង់តូចដើម្បីស្ងោរជាមួយនឹងជើងមាន់របស់យើងដើម្បីបំបត្តិក្លិននិងធ្វើឲ្យជើងមាន់របស់យើងកាន់តែឈ្ងុយបន្ទាប់មកជើងមាន់ដែលយើងស្ងោររយៈពេល10នាទីយើងដួសដាក់ត្រាំទឹកកកដើម្បីឲ្យជើងមាន់យើងកាន់តែស្រួយឆ្ងាញ់ហើយយើងធ្វើការបុកទឹកត្រីដែលមានខ្ទឹមសម្ទេសដៃនាងបុកវាឲ្យម៉ត់ហើយយើងដាក់ប៊ីចេងម្សៅស៊ុបស្ករសទឹកត្រីនិងក្រូចបន្ទាប់មកយើងចាក់ចូលជើងមាន់របស់យើងហើយយើងចាក់គ្រឿងមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមក្រហមរំដេងជាមួយនឹងខ្ញីហើយកូរវាឲ្យសព្វចំពោះជ្រក់ជើងមាន់របស់យើងបានរួចរាល់អរគុណសម្រាប់ការទស្សនា